សូមអញ្ជើញលោកស្រីនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនទស្សនាព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍ទូរទស្សន៍ CTN ជាដំបូងនេះសូមអញ្ជើញទស្សនាមេតិការសំខាន់ៗនៃព័ត៌មានសម្ដេចហ៊ុនសែនបានជួបពិភាក្សាការងារជាមួយនឹងប្រធានមូលនិធិសន្តិភាពអន្តរជាតិដែលផ្ដោតជាសំខាន់ទៅលើការធ្វើឲ្យមានសន្តិភាពនៅក្នុងតំបន់អាស៊ីទិវាក្បួនដង្ហែដើរជុំវិញពិភពលោកប្រពធ្វើនៅក្នុងខេត្តសៀមរាបទឹកជំនន់រអិលបាក់ដីកើតឡើងនៅក្នុងប្រទេសថៃបណ្ដាលឲ្យស្លាប់មនុស្ស27នាក់និងបាត់ខ្លួនចំនួន100នាក់ផ្សេងទៀតកងយោធាកុងហ្គោបានប៉ះទង្គិចគ្នាជាមួយនឹងក្រុមឧទាមនៅភាគខាងកើតប្រទេសសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានទទួលជួបពិភាក្សាការងារជាមួយប្រធានមូលនិធិសន្តិភាពអន្តរជាតិដែលផ្ដោតជាសំខាន់ទៅលើការធ្វើឲ្យមានសន្តិភាពនៅក្នុងតំបន់អាស៊ីនៅព្រឹកថ្ងៃទី24ខែឧសភាសម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកយូវីមូរ៉ាវ៉េតប្រធានមូលនិធិសន្តិភាពអន្តរជាតិលោកយូវីបានជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រីថានេះគឺជាដំណើរទស្សនកិច្ចលើកទី1របស់លោកមកកាន់ប្រទេសកម្ពុជាហើយគោលបំណងសំខាន់គឺការនាំមកនៅអ្នកដែលទទួលរង្វាន់ Nobel នានាមកធ្វើការប្រជុំពិភាក្សាគ្នាក្នុងការស្វែងរកសន្តិភាពនៅក្នុងតំបន់អាស៊ីកន្លងមកលោកយូវីធ្លាប់បានរៀបចំកម្មវិធីនេះនៅប្រទេសអូទ្រីសនិងប្រទេសថៃហើយលោកក៏ធ្លាប់បានជួបថ្នាក់ដឹកនាំនៃប្រទេសនានាដូចជាប្រទេសហ្វីលីពីនឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងប្រទេសថៃដើម្បីរៀបចំជាស្ពានមួយពង្រីកនៅការពិគ្រោះយោបល់ដើម្បីធ្វើឲ្យមានសន្តិភាពលោកយូវីក៏បានស្នើឲ្យភាគីកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះផងដែរជាពិសេសបានសូមគោរពអញ្ជើញសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនចូលរួមផ្ដល់សន្ទរកថាក្នុងកិច្ចប្រជុំដែលនឹងរៀបចំឡើងដោយមូលនិធិសន្តិភាពអន្តរជាតិនេះជាការឆ្លើយតបសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍ថាជាការពិតណាស់ការស្វែងរកសន្តិភាពគឺជាការពិបាកមួយហើយការរក្សាសន្តិភាពឲ្យបានយូរអង្វែងនោះគឺជាប្រធានបទដ៏សំខាន់ដែលត្រូវរួមគ្នាពិភាក្សាសម្ដេចហ៊ុនសែនបានសម្ដែងការគាំទ្រនៅការរៀបចំនៅកិច្ចប្រជុំនេះហើយបានសូមឲ្យលោកយូវីជួបពិភាក្សាការងារជាមួយឯកឧត្តមឡុងវីសេឡូដែលជារដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការណែនាំអំពីសម្ដេចនាយករដ្ឋមន្ត្រីដើម្បីធ្វើយ៉ាងណាឲ្យមូលនិធិសន្តិភាពអន្តរជាតិអាចមានទំនាក់ទំនងជាមួយនឹងសាកលវិទ្យាល័យណាមួយនៅកម្ពុជានោះសម្ដេចហ៊ុនសែនបានណែនាំឲ្យលោកយូវីធ្វើការជាមួយឯកឧត្តមកៅកំហួនពិធីសិក្ខាសាលាការយល់ដឹងនិងសិក្សាស្រាវជ្រាវអំពីការពិភាក្សាក្រមប្រធានបទតើសម្លេងរបស់ជនពិការត្រូវបានចាត់បញ្ចូលក្នុងដំណើរការអភិវឌ្ឍដែរឬទេសិក្ខាសាលានេះបានប្រព្រឹត្តធ្វើនៅសាលប្រជុំក្រសួងសង្គមគិច្ចព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2006ក្រុមវត្តមានឯកឧត្តមអឹងទាសៀមរដ្ឋលេខាធិការក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាឯកឧត្តម David Redder អគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាតំណាងអង្គការ DFID តំណាងអង្គការកម្ពុជាត្រាស់និងជនពិការកម្ពុជាជាច្រើនទៀតបន្ទាប់ពីចំណាប់អារម្មណ៍របស់ឯកឧត្តមអគ្គរដ្ឋទូតចក្រភពអង់គ្លេសនិងតំណាងអង្គការ DFID រួចមកឯកឧត្តមអឹងទាសៀមមានប្រសាសន៍ថាការមើលឃើញពីសមត្ថភាពជនពិការវាប្រសើរជាងការមើលឃើញពីពិការភាពការជួយផ្ដល់អំណោយមនុស្សធម៌វាជាការប្រសើរហើយតែការជួយជនពិការឲ្យមានជំនាញមានមុខរបររកប្រាក់ចំណូលជាការប្រសើរបំផុតសម្រាប់ជនពិការទូទៅបច្ចុប្បន្ននេះក្រសួងសង្គមគិច្ចកំពុងជំរុញការកសាងបទដ្ឋានច្បាប់នានាដែលផ្ដល់អត្ថប្រយោជន៍ដល់ជនពិការជាពិសេសច្បាប់ស្ដីពីជនពិការក្នុងគោលបំណងការពារដល់ជនពិការលុបបំបាត់ជាបណ្ដានៅការរើសអើងចំពោះជនពិការនិងផ្ដល់សិទ្ធិចូលរួមឲ្យបានពេញលេញនិងស្មើភាពគ្នានៅក្នុងដំណើរការអភិវឌ្ឍសង្គមសន្និសីទកាសែតអ្នកផ្ទុកមេរោគអេដនិងអ្នកជំងឺអេដទាមទារសិទ្ធិសម្ព័ន្ធអ្នកផ្ទុកមេរោគអេដនិងជំងឺអេដទាមទារឲ្យមានការប្រព្រឹត្តចំពោះពួកគេប្រកបទៅដោយភាពថ្លៃថ្នូរចូលរួមធ្វើវាគ្មិននៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងភ្នំពេញនាថ្ងៃទី24ខែឧសភាឆ្នាំ2006នេះដោយមានការអញ្ជើញចូលរួមពីលោកជំទាវហ៊ុនណូនប្រធានគណៈកម្មាធិការសុខាភិបាលសង្គមគិច្ចការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីរបស់រដ្ឋសភាក្រុមអ្នកផ្ទុកមេរោគអេដ
បាននិយាយឲ្យដឹងថាការឆ្លើយតបចំពោះការរាលដាលនៃជំងឺអេដនៅក្នុងប្រទេសកម្ពុជាទាមទារឲ្យមានការឆ្លើយតបជាបន្ទាន់នៅការទទួលខុសត្រូវកាន់តែខ្លាំងជាងមុននិងយុទ្ធសាស្ត្រឲ្យមានប្រសិទ្ធភាពជាងមុនដោយក្រុមអ្នកផ្ទុកមេរោគអេដទាមទារទៅដល់មន្ត្រីរដ្ឋាភិបាលអ្នកផ្ដល់ជំនួយអង្គការក្រៅរដ្ឋាភិបាលផ្នែកឯកជននិងសាធារណជនទូទៅឲ្យប្រកាន់នូវគោលនយោបាយនិងការអនុវត្តដោយគ្មានរើសអើងដែលជួយឲ្យស្ថានភាពរបស់ពួកគេមានភាពល្អប្រសើរឡើងវាមិនទាន់គ្រប់គ្រាន់នៅឡើយទេបើគ្រាន់តែផ្ដល់នូវកម្មវិធីការវឹកវើនិងថ្នាំព្យាបាលហើយមិនបានផ្ដល់ជាការងារស្បៀងអាហារនិងជំរកត្រឹមត្រូវទៅដល់អ្នកផ្ទុកនោះការផ្ដល់ថ្នាំពន្យាជីវិត ARV គឺជាក្តីសង្ឃឹមដ៏ចម្បងរបស់អ្នកផ្ទុកមេរោគអេដដែលស្ថានភាពជំងឺកំពុងតែវិវត្តទៅជាជំងឺអេដច្រើនតែត្រូវបានធ្វើឡើងចោះចំពោះមនុស្សមួយចំនួននៅក្នុងទីក្រុងតែប៉ុណ្ណោះកំបល់និងសារៈសំខាន់ទាំងឡាយនឹងត្រូវយកទៅដាក់បង្ហាញទៅដល់សម័យប្រជុំពិសេសរបស់អង្គការសហប្រជាជាតិអំពីមេរោគនិងជំងឺអេដដែលប្រព្រឹត្តទៅនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី31ខែឧសភាដល់ថ្ងៃទី2ខែមិថុនាឆ្នាំ2006ខាងមុខនេះឯកឧត្តមអុកញ៉ាលើហឹងទីប្រឹក្សាសម្ដេចហ៊ុនសែនអញ្ជើញចុះសម្ដែងសម្ដាលជាមួយបងប្អូនប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមឯកឧត្តមអុកញ៉ាលើហឹងទីប្រឹក្សាសម្ដេចហ៊ុនសែនរួមដំណើរដោយលោកស្រីអេងប៊ុនខៀងនាយិកាក្រុមហ៊ុន KSK លោកលាស់ហេតរ៉ាម៉ាជំនួយការឯកឧត្តមអែមសំអានរដ្ឋលេខាធិការក្រសួងមហាផ្ទៃរួមនឹងមន្ត្រីក្រុមការងារជាច្រើនរូបទៀតបានចុះសម្ដែងសម្ដាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំតងត្រឡាចឃុំគ្នាសស្រុកស្រីសន្ធរខេត្តកំពង់ចាមនៅក្នុងមូលដ្ឋានឃុំទាំងពីរកន្លងមកបានទទួលសមិទ្ធផលជាច្រើនពីថ្នាក់ដឹកនាំពិសេសសម្ដេចហ៊ុនសែននិងលោកជំទាវឆ្លងតាមសមិទ្ធផលទាំងអស់គឺជាការរួមចំណែកកសាងសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀតទន្ទឹមនឹងការចុះសម្ដែងសម្ដាលនេះសម្ដេចហ៊ុនសែននិងលោកជំទាវបានផ្ដល់អំណោយមួយចំនួនតាមរយៈលោកស្រីអេងប៊ុនខៀងចែកជូនដល់ប្រជាពលរដ្ឋផងដែរអំណោយដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ751នាក់ម្នាក់សរុបមួយផ្ដល់អំណោយដល់ជនពិការលោកគ្រូអ្នកគ្រូសិស្សានុសិស្សចាស់ជរាគ្រួសារកូនភ្លោះផ្ដល់ទូរស័ព្ទមួយគ្រឿងដល់មេឃុំតងត្រឡាចផ្ដល់ស៊ីម៉ង់មួយតោនជួយកសាងឧបដ្ឋានសាលាវត្តខ្ទីងនៅក្នុងឱកាសនោះឯកឧត្តមអុកញ៉ាលើហឹងបានប្រកាសជួយធ្វើផ្លូវលំមួយខ្សែប្រវែង 3000 ម៉ែត្ររួមទាំងប្រឡាយអមសងខាងផ្លូវជាអំណោយរបស់សម្ដេចហ៊ុនសែនលោកជំទាវដល់ប្រជាពលរដ្ឋឃុំទាំងពីរដើម្បីចូលរួមអនុវត្តប្រព័ន្ធវិមជ្ឈការនៅតំបន់ជនបទឲ្យកាន់តែមានភាពរីកចម្រើនឡើងទៅថ្ងៃអនាគតអគារសិក្សានិងទីចាត់ការសាលាវិទ្យាល័យ10មករាឆ្នាំ1979បន្ទាប់ពីសាងសង់រួចរាល់ជាស្ថាពរត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តមទាបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងដល់ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាវិទ្យាល័យ10មករាបច្ចុប្បន្នដោយមើលឃើញនៅការលំបាកចំពោះមុខផ្នែកអគារសិក្សាសម្រាប់ថ្ងៃអនាគតបានជាមន្ទីរអប់រំក៏ដូចជាអាជ្ញាធរដែនដីនិងសប្បុរសជនបានផ្ដួចផ្ដើមកសាងអគារសិក្សាចំនួន4ខ្នងធ្វើអំពីថ្មប្រក់ក្បឿង1ខ្នងជាអគារទីចាត់ការនិង3ខ្នងទៀតជាអគារសិក្សាមាន3ជាន់ស្មើនឹង102បន្ទប់នៅក្នុងនោះមួយខ្នងជាអំណោយរបស់សម្ដេចហ៊ុនសែនដែលចំណាយថវិកាសរុបចំនួន258,475 ដុល្លាររីឯអគារសិក្សា2និងទីចាត់ការ1ចំណាយថវិកាសរុបចំនួន2,605,000 ដុល្លារថ្មីនេះឯកឧត្តមគៀតឈុនទេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញចូលពិនិត្យលទ្ធផលការស្ថាបនាផ្លូវលេខ76ពីទីរួមខេត្តមណ្ឌលគិរីរហូតដល់ស្រុកកោះញែកនិងសាកសួរសុខទុក្ខមន្ត្រីរាជការប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សនីតិហ៊ានពលទាហាននៃកងកម្លាំងវិស្វកម្មអគ្គបញ្ជាការដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវលេខ76កោះញែកនេះបានសម្រេចជាស្ថាពរទន្ទឹមនឹងនោះដែរគណៈកម្មការអន្តរក្រសួងក៏បានត្រួតពិនិត្យនិងវិតម្លៃលទ្ធផលនិងធ្វើការប្រគល់ទទួលកំណត់ផ្លូវលេខ76ឯកឧត្តមទេសរដ្ឋមន្ត្រីគិតឈុនមានប្រសាសន៍ពំនាំនៅទឹកចិត្តនឹករលឹកសាកសួរសុខទុក្ខនិងកិត្តគូគង្វល់ជាប្រចាំ